lighting ខ្ញុំនឹងនាំអ្នកគ្នាមកមើលពីដំណើរការសកម្មភាពមុនពេលដែលថត live podcast សូជាដំបូងពួកយើងត្រូវបើកភ្លើងក៏ដូចជាសេរីភ្លើងសិនចឹងកាលណាដែលយើងសេរីពន្លឺភ្លើងឲ្យបានត្រឹមត្រូវវីដេអូរបស់យើងក៏ស្អាតនិង quality ទៅតាមនឹងយើងក៏មកបើកភ្លើងដែលនៅ background របស់យើងដើម្បីតាំងលម្អបន្ទាប់មកយើងក៏ចាប់ផ្ដើមបើកនៅ screen ទូក៏ដូចជាឧបករណ៍ផ្សេងៗដែលពាក់ព័ន្ធជួយជំរុញឲ្យដំណើរការនៃការ live podcast របស់យើងដំណើរទៅបានដោយរលូនមកក្រឡេកមកមើលវិធីការនេះបញ្ចាំ studio ណាគេ FM 235របស់យើងវិញមុនពេលដែលចាប់ផ្ដើមក្នុងការថតពួកគាត់ក៏ត្រូវរៀបចំឬក៏ដូចជាវិធីការនេះរបស់ពួកគាត់ក៏ត្រូវរៀបចំ make up ទៅតែងខ្លួនមុនពេលឡើងនិយាយកម្មវិធីផងដែរបន្ទាប់មកយើងក៏ចាប់ផ្ដើមបើកនៅសេរីនៅប្លង់កាមេរ៉ាក៏ដូចជាសេរីនៅម៉ៃតំណែងឯវិធីការនេះរបស់យើងក៏ចាប់ផ្ដើម rehearsal ជាបណ្ដាបន្ទាប់មកទៀតពួកយើងក៏ធ្វើការ test sound ដើម្បី make sure ថាសំឡេងឮច្បាស់ល្អហើយនេះគឺជារូបភាពនៅពីក្រោយកាមេរ៉ាដែលបងបាន rehearsal មុនពេលដែលគាត់បានធ្វើការ live podcast គាត់បានត្រៀមនៅវិធីតំបត់នៃការនិយាយនៅសំណួរសប្បាយខ្លីៗជួយញ៉ាំបាយអាកាសកម្មវិធីឲ្យសប្បាយថាមួយកម្រិតទៀតមកបន្ទាប់ពីពួកយើងរៀបចំនិងត្រៀមខ្លួនឲ្យអស់ហើយពួកយើងក៏ចាប់ផ្ដើមធ្វើការ live មែនតើណារលឹកទៅមើលវិធីការនេះរបស់ពួកយើងវិញពួកគាត់ម្នាក់ៗមានភាពប៉ិនប្រសប់ក្នុងការនិយាយខ្លាំងមែនតើដែលធ្វើឲ្យអ្នកមើលការ live podcast នេះមានជាការជួយចិត្តដល់អារម្មណ៍ក្នុងការទស្សនាយ៉ាងខ្លាំង